ទី1គឺសម្លាប់ទី2គឺមិនសម្លាប់ហើយលោកនិយាយនេះបានន័យថាដូចជាអត់និយាយសូមជិះទៅវិញទៅបានហើយចេញបានហើយទៅវិញទៅនៅប៉ុណ្ណឹងបានហើយទៅហើយយ៉ាឈប់លេងហើយលោកថាលេងអុកអាចធ្វើឲ្យស្កប់ចិត្តតែសម្រាប់យើងគ្មានប្រយោជន៍ទេហើយក្នុងចិត្តខ្ញុំគិតអីមិនចេញព្រាជាមិនឲ្យយើងទាំងពីរចូលគាល់តើពួកយើងអាចធ្វើអីកើតអ្វីដែលយើងចង់និយាយតើយើងទៅប្រាប់អ្នកណាទៅដើមឈើចង់ស្ងប់តែខ្យល់មិនស្ងប់មិនងាយទេលបងស៊ូខ្ញុំខ្លាចតែរឿងនេះធ្វើឲ្យការកែប្រែទម្លាប់សិក្សាបរាជ័យទេការតស៊ូរបស់យើងនឹងខ្លាចទៅជាអត់ន័យយើងដូចជាមិនគប្បីចំពោះព្រះរាជាមិនគប្បីចំពោះកូនសិស្សទាំងនេះទេតើព្រះជាប្រហារជីវិតឬមួយយ៉ាងម៉េចមិនក៏មិនមានព្រះបន្ទូលហេតុអីបានជាមិនឲ្យពួកយើងចូលគាល់ពេលយើងរកលោកបែរជាលាក់ខ្លួនពេលដែលលោករកយើងមិនដឹងថារកនៅឯណាឃើញកំពូលអ្នកពូកែមកហើយលោកអាចារ្យអូខ្ញុំដឹកលោកខ្លាំងណាស់មកសូមជួយចូលមកលោកកុំគួរសមចំពោះខ្ញុំអីគួរតែខ្ញុំគួរសមចំពោះលោកវិញទៅត្រូវលោកអាចារ្យអូម្នាក់នេះគឺលោកម្ចាស់អូយ៉ាងសៀវលោកម្ចាស់អូយ៉ាងខ្ញុំធ្លាប់លើឈ្មោះនេះយូរហើយសូមគោរពលោកម្ចាស់លោកអាចារ្យមិនចាំបាច់គួរសមទេលោកអាចារ្យមកដល់តើមានកិច្ចការអីដែរលោកអាចារ្យឈប់សិនប្រអប់ទឹកនេះស្មើនឹងសេចក្តីរបស់លោកម្ចាស់ទាំងពីររាប់ម៉ឺនពាក្យបាក់សីរាប់ជ្រៀងស្រែកលោឡាខ្យល់បក់មកអ្នកណាជាអ្នកទទួលខុសត្រូវព្រាជាចង់បានពាក្យពិតពីអ្នករៀនមានពាក្យមិននិយាយជាកំហុសអ្នកណាខៅបាជឿក្រាបទូលការដែលយើងក្រោករៀបយើងក៏បានអាននៅលើខឿនហាប់ខាត់នឹកក្នុងខឿនបានសរសេរថាមិនអាចប្រហារជីវិតបុត្រីផ្ដល់ពាក្យអញ្ចឹងឃ្លានេះគឺបានន័យថាអញ្ចឹងចម្លែកណាស់ពាក្យនៅលើខឿនអ្នកដតីគ្មានណាដឹងទេឬមួយក្នុងលោកនេះមានទេវតាព្រះអង្គទូបង្គំល្ងងណាស់ទូបង្គំមិនដឹងទេប្រហែលជាដល់ពេលវេលាហើយបានចេញព្រះរាជបញ្ជាថ្ងៃស្អែកយើងបើកសវនាការក្រាបទូលប្រហែលថ្ងៃនេះយើងមិនស្រួលក្នុងប្រកាយសាររបស់ពួកលោកក៏ពេញក្នុងដំណាក់របស់យើងទៅហើយថ្ងៃនេះយើងបានធូរស្រាលបន្តិចចំពោះអត្ថបទរបស់ស៊ូស៊ឺសិស្សប្រឡងថ្មីនេះយល់យ៉ាងណាដែរនិយាយការពិតទៅមើលក្រាបទូលសូមថែរក្សាប្រកាយផងចំពោះរឿងស៊ូស៊ឺសរសេរអត្ថបទនេះពិតជាខ្វះការគួរសមជ្រុលពេកហើយក្រាបទូលព្រះអង្គទូលបង្គំមានការចង់ទូលថ្វាយនិយាយមកចុះអរព្រះគុណព្រះអង្គទូលបង្គំមិនឯកភាពនឹងលោកម្ចាស់ហាន់ឈីទេទូលបង្គំយល់ថាអត្ថបទរបស់ស៊ូស៊ឺគឺគេចង់គិតពីការខាត់នឹងចំណេញរបស់រាជការយុត្តិធម៌ឬមិនយុត្តិធម៌
អ្វីត្បិតថាប៉ះពាល់ដល់ព្រះអង្គមែនតែនេះគឺជារឿងពិតប្រាកដជារឿងយល់ឃើញរបស់មនុស្សម្នាក់គេនេះហើយគឺជាជនទី1ដែលហ៊ានសរសេរយ៉ាងនេះក្រាបទូលព្រះអង្គក្នុងអត្ថបទរបស់ស៊ូស៊ឺប៉ះពាល់ដល់ព្រះអង្គធ្ងន់ធ្ងរដែលការពីមុនមិនដែលមានដូច្នេះពួកទូបង្គំជាខ្ញុំមិនសុខចិត្តទេក្រាបទូលព្រះអង្គសិស្សប្រភេទនេះគឺត្រូវមានទោសធ្ងន់ធ្ងរណាស់ព្រះអង្គត្រូវតែប្រទានទោសទៅគេក្រាបទូលស៊ូស៊ឺត្រូវតែមានទោសស៊ូស៊ឺត្រូវតែមានទោសស៊ូស៊ឺត្រូវតែស្លាប់ត្រូវតែលុបចោលរបៀបរបបអូយ៉ាងសៀវលុបចោលរបៀបរបបអូយ៉ាងសៀវដំណើរការសិក្សាឡើងវិញលុបចោលរបៀបរបបអូយ៉ាងសៀវដំណើរការសិក្សាឡើងវិញដំណើរការសិក្សាឡើងវិញព្រះអង្គលោកម្ចាស់អូនិយាយនេះខុសហើយស៊ូស៊ឺយកការពិតនិយាយពីរឿងរាជការគឺជាសំណាងល្អរបស់រាជការពាក្យពិតតែតែមានការប៉ះពាល់ការពីមុនរាជជាທາງទទួលពាក្យពិតជានិច្ចបានជាធ្វើឲ្យមហាថាងមានភាពរុងរឿងចំណែកព្រះអង្គគឺជាព្រះជាឆ្លៀសវៃអញ្ចឹងមហាសង្ឃក៏មានសេចក្តីសុខយ៉ាងនេះដែរការដុបប៉ាវចិនកាត់ទោសចាងយ៉ាវចោពេលនោះមន្ត្រីរាជការជាស្ដីប៉ាវចិនគ្រប់គ្នាថាព្រះអង្គធ្វើនេះប៉ះពាល់ដល់ព្រះអង្គប៉ុន្តែព្រះអង្គទទួលនៅរឿងពិតរបស់ប៉ាវចិនដើម្បីការពារសច្ចធម៌នេះហើយជាអ្វីដែលប្រជារាស្ត្រសរសើរគ្រប់គ្នាទូបង្គំយល់ថាស៊ូស៊ឺថ្មីត្បិតប្រើពាក្យប៉ះពាល់ដល់ព្រះអង្គតែមានគោលបំណងដើម្បីស្រឡាញ់រាស្ត្រនិងជាតិមិនមែនគិតតែពីប្រយោជន៍ខ្លួនឯងមិនត្រូវប្រហារជីវិតគេទេព្រះអង្គស៊ូស៊ឺប្រមាថគេឯងត្រូវតែមានទោសប្រហារជីវិតស៊ូស៊ឺប្រហារជីវិតស៊ូស៊ឺព្រះអង្គមិនបានទេអ្នកកាន់អំណាចចង់បានពាក្យពិតពីប្រជារាស្ត្របើប្រហារជីវិតអ្នកទទួលពាក្យពិតថ្ងៃក្រោយនរណាហ៊ានយកពាក្យពិតចូលសវនាការទៀតអស់លោកបើយើងមិនប្រហារជីវិតស៊ូស៊ឺតើវាយ៉ាងម៉េចព្រះអង្គស៊ូស៊ឺគួរក៏ដោយមិនគួរក៏ដោយក៏ត្រូវតែប្រហារជីវិតដែរគួរតែប្រហារជីវិតហើយពួកលោកសិតតែជាមន្ត្រីជាន់ខ្ពស់របស់រាជការតែតែយកសម្ដីមកជឿមកនិយាយចំពោះសាក្មេងម្នាក់នេះមានរឿងអីថាសម្លាប់ងាយម្ល៉េះចឹងទីនោះតើរាជការមានមេត្តាពីណាមកទៀតស៊ូស៊ឺនិយាយពីរឿងពិតយើងត្រូវតែប្រទានទោសប្រហារជីវិតគេតើយើងមានប្រទេសចង្អៀតចង្អល់យ៉ាងណាកូនចៅចំនួនក្រោយនឹងសោយចំអកយើងយ៉ាងណាថ្មីត្បិតថាយើងបានជួបស៊ូស៊ឺពីរលើកប៉ុន្តែយើងដឹងថាទេពកោសល្យរបស់ស៊ូស៊ឺគឺគួរឲ្យយើងកោតសរសើរណាស់ឥឡូវនេះច្បាប់រាជការមានភាពទន់ខ្សោយដូច្នេះយើងត្រូវតែជ្រើសរើសមនុស្សថ្មីប្រាប់ពួកលោកទៅចោះយើងមិនត្រឹមតែមិនប្រហារជីវិតគេមិនប្រទានទោសទៅគេយើងនឹងតែងតាំងឋានៈបុណ្យស័ក្តិដល់គេទៀតផងព្រះអង្គមិនបានទេរឿងអីថាមិនបានអ្នកដែលប្រឡងជាប់ថ្មីទោះជាទទួលបុណ្យស័ក្តិក៏មិនលើសពីថ្នាក់ទី6និងទី7ដែរតែមន្ត្រីប្រចាំសំណាក់អាហារលីងគឺថ្នាក់ទី3មានរឿងអីប្រទានទោសទៅមនុស្សដែលទើបតែប្រឡងជាប់នោះក្រាបទូលព្រះអង្គតាមច្បាប់ទម្លាប់ចាស់លីវីនិយាយនេះត្រឹមត្រូវម្យ៉ាងទៀតស៊ូស៊ឺប្រើពាក្យមិនគប្បីច្រើនណាស់មិនអាចទុកគេមានចរិតល្អត្រឹមត្រូវទាំងស្រុងនោះទេម្យ៉ាងទៀតតែងតាំងឋានៈមន្ត្រីប្រចាំសំណាក់ហានលីងនោះបានន័យថាព្រះអង្គចង់ឲ្យទូបង្គំដែលមានឋានៈជាឧបរាជនេះប្រគល់ឲ្យទៅចិនកុងឬមួយយ៉ាងណាលើមធំហាមាត់លើច្បាប់ទម្លាប់ចាស់ត្រូវតែធ្វើអ្វីតាមច្បាប់ទម្លាប់ចាស់ទើបអ្នកទាំងអស់គ្នាអស់ចិត្តមែនទេព្រោះតែច្បាប់ទម្លាប់ចាស់នេះហើយធ្វើឲ្យមហាសង្ឃងើបមុខមិនរួចយើងធ្វើកិច្ចការអ្វីក៏ដោយអ្នកទាំងអស់គ្នាតែងតែហាមឃាត់ហេតុផលត្រឹមត្រូវតែនិយាយពីអត់បានការនៅពីមុខយើងហ៊ានបន្ទោសយើងយ៉ាងនេះបើសិនជាចិនកុងមានលទ្ធភាពជាឧបរាជរឿងអីយើងមិនហ៊ានតែងតាំងគេធ្វើជាឧបរាជមកពីទូបង្គំខ្វះការពិចារណាបានជាប្រើសម្ដីជ្រុលសូមព្រះអង្គលើកលែងទោសផងក្រាបទូលលោកចិត្តទះសាបែទេទះសាព្រោះតែមហាសង្ឃទូបង្គំតាំងពីយើងឡើងក្រុងរាជមកពេលដែលមានបញ្ហាម្ដងយើងហៅអស់លោកមកពិភាក្សាគ្នាអ្នកទាំងអស់គ្នាមានតែផ្ដោតយោបល់ទេម្ដងណាក៏ធ្វើអ្វីមិនបានបណ្ដាលធ្វើឲ្យរាជការចុកខ្សោយយើងខ្លាចពេលដែលយើងសោយទីប្រគុតទៅយើងពិតជាអាម៉ាស់មុខចំពោះជីដូនជីតាខ្លាំងណាស់ពួកទូបង្គំខុសហើយខុសហើយអ្នកទាំងអស់គ្នាដឹងតែពីខ្លួនខុសថ្ងៃនេះជីដូនជីតានៅពីមុខយើងត្រូវតែអាកាត់ខ្លួនឯងម្ដងថ្ងៃនេះយើងត្រូវប្រកាសរឿងពីរទី1ប្រកាសលទ្ធផលប្រឡងឯកភាពតាមការកំណត់
តែងតាំងស៊ូស៊ឺជាមន្ត្រីប្រចាំសំណាក់ហានលីងការប្រឡងជាថ្នាក់ទី3សំណាក់ហានលីងចេញបញ្ជាទៅព្រះអង្គមានព្រះបញ្ញាញាណទី2សំណាក់សិក្សាសិតតែគ្មានបានការធ្វើឲ្យខូចរបៀបរបបសិក្សាក៏មកពីរឿងនេះដែរអ្វីដែលជាតិត្រូវការគឺអ្នកមានទេពកោសល្យរីឯរបៀបរបបសំណាក់សិក្សាធ្វើយ៉ាងណាបណ្ដុះបណ្ដាលមនុស្សឲ្យបានពីថ្ងៃនេះទៅចោលសំណាក់សិក្សាចាស់កសាងរបៀបរបបសិក្សាថ្មីប្រហារជីវិតស៊ូស៊ឺ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 ឆាប់ទៅវិញទៅព្រះអង្គកំពុងតែខ្ញាល់ខ្លាំងណាស់តពួកយើងទៅវិញបើកទ្វារបើកទ្វារអ្នកប្រស៊ូសូមអញ្ជើញស៊ូស៊ឺអ្នកប្រស៊ូខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាហើយលោកបងជាអ្នកសរសេររឿងប្រវត្តិសាស្ត្រដោយខ្លួនឯងរៀបរាប់ពីអត្តន័យពិតយកខ្លួនមកអនុវត្តច្បាប់របស់ខ្លួនត្រូវលើកលែងទោសប្រហារជីវិតទាំងពីរលើកពិតជាមនុស្សចម្លែកដល់ពិសេសនៃមហាសង្ឃពួកយើងមកស្វាគមន៍លបងនេះជារឿងធម្មតាទេរឿងអ្វីមិនឲ្យលើកពី3បើសិនជាមានលើកទី3នោះទាំងអស់គ្នាមកទទួលស្វាគមន៍ខ្ញុំម្ដងទៀតក៏បានដែរលោកម្ចាស់ស៊ូឆាប់ឡើងគៀវទៅឯងហៅខ្ញុំថាម៉េចហ្នឹងឲ្យឆាប់ឡើងណែហៅលោកម្ចាស់ស៊ូទៅលោកម្ចាស់ស៊ូឆាគូខ្ញុំជាលោកម្ចាស់ស្អីទៅមិនបានจะឲ្យខ្ញុំជាគៀវបើប្រហែលជាមិនដឹងទេប្រងបានប្រទានឋានៈដល់បងហើយលោកម្ចាស់ស៊ូមិនអាចដើរបានទេលោកម្ចាស់ស៊ូត្រូវតែជាគៀវមកឲ្យឆាប់ឡើងទៅព្រះអង្គព្រះអង្គដូចជាសប្បាយប្រតិខ្លាំងណាស់រឿងអីដែលមិនសប្បាយប្រតិក្នុងមួយថ្ងៃយើងបានជ្រើសរើសឧបរាជសន្តិភាព2សម្រាប់កូនចៅទៅហើយពិតមែនទេគឺពីអ្នកណាទៅនោះគឺជាសិស្សប្រឡងថ្មីស៊ូស៊ឺនិងស៊ូជឺជាបងប្អូននឹងគ្នាអត្ថបទពួកគេសរសេរពិតជាកម្របានជួបដែរឆ្លងកាត់ការលុតដំគេខ្លាយទៅជាសសររឹងមាំរបស់ជាតិមិនខាតទីពេលប្រឡងបានជ្រើសរើសមនុស្សល្អពិតជាគួរឲ្យអបអរខ្លាំងណាស់ពិតមែនហើយសេះល្អតែកម្របានជួបអ្នកពូកែជីសេះជ្រើសរើសអ្នកមានទេពកោសល្យមិនមែនជាការងាយទីព្រះអង្គចេះជ្រើសរើសមនុស្សល្អមកប្រើប្រាស់ជាសំណាងល្អរបស់មហាសង្ឃខ្ញុំម្ចាស់សូមអបអរព្រះអង្គហើយខ្ញុំម្ចាស់ចង់សួរព្រះអង្គរឿងមួយស៊ូស៊ឺអាយុប្រមាណតើហើយព្រះអង្គខ្ញុំចង់សួរលោកថាហេតុអីបានជាតាបររហូតដល់ជាស៊ីងគាត់នេះនោះគឺជាការអញ្ជើញរបស់បដិជគុណជាស៊ីងម្យ៉ាងទៀតទីនេះស្ងាត់ល្អទៀតផងលោកអាចារ្យទេវតាមិនបានជាលោកនៅទីនេះអ្នកណាថាជីគោពេញភ្នំចំណាយយើងសុកចិត្តដេកនៅលើចុងស្រល់ពីមុនឯងហៅយើងថាលោកអាចារ្យមិនក៏ឥឡូវនេះហៅថាអាចារ្យទេវតាឬថាលោកសំសិលបានសម្រេចរឿងអីមិនហៅថាអាចារ្យទេវតានោះអ្នកណាជាអ្នកនិយាយចាំយើងទៅសួរគេមើលអ្នកណាក៏គេនឹងដែរលោកគឺជាតាគ្រូឈិនចិនចាប់ជាតិឯងចង់ដាក់បណ្ដាសាយើងហ៎ខ្ញុំសរសើរលោកអាចារ្យទេវតាមិនមែនជាការដាក់បណ្ដាសាទេហេយ៉ាម្នាក់ចាស់ម្នាក់ក្មេងនិយាយមិនចេះចប់សោះនិយាយពីសាច់រឿងវិញទៅនិយាយពីសាច់កៅវិញគូសិស្សរបស់យើងឆៅគូពេលនេះនៅឯណាទៅហេតុអីបាត់ជាស៊ូពួកខ្ញុំឆៅគូនៅជាមួយនឹងលោករហូតឯតាបើសិនជាបាត់ឆៅគូលោកត្រូវតែសល់ខ្ញុំវិញសិស្សរបស់ខ្ញុំនេះរឹករូមណាស់ប្រហែលជាទៅប្រកួតវិជាគុណបាត់ទៅហើយបើសិនជាអ្នកទាំងអស់គ្នាមិនដឹងប្រហែលជាត្រូវគេវាយបបាក់កោបាត់ទៅហើយលោកគ្រូសិស្សសូមថ្វាយបង្គំលោកគ្រូនិយាយដើមឯក៏បដល់ភ្លាមអូមកចូលទៅក្នុងសុំជើញព្រះរាជបញ្ជាមកដល់ស៊ូស៊ឺរងចាំទទួលព្រះរាជបញ្ជាសូមថ្វាយបង្គំម្ចាស់ស្ត្រីក្រោកឡើងអរព្រះគុណលោកគឺជាមន្ត្រីប្រឡងជាប់ថ្មីស៊ូស៊ឺមែនទេក្រាបទូលមិនបាច់ធ្វើសំទេទីនេះមិនមែនសំណាក់សាវនាការលោកធ្វើតាមដំណើរទៅអរព្រះគុណម្ចាស់ស្ត្រីយើងឮថាតាមពិតលោកគួរតែប្រឡងជាប់លេខ1ព្រោះតែជៀសវាងការសង្ស័យក៏តែងតាំងឋានៈជាទី2តើលោកសុខចិត្តទេក្រាបទូលម្ចាស់ស្ត្រីនេះគឺមកពីរាជការចង់ការពីយុទ្ធធម៌ទូលបង្គំមិនទាមទារអ្វីទៀតទេឆាជីវិតតែតែជួបឧបសគ្គអញ្ចឹងហើយតែបើលោកនិយាយដូច្នោះជាការប្រសើរណាស់ក្រាបទូលព្រះមេតាសួរឆាប់ឡើងទៅមន្ត្រីប្រឡងជាប់ថ្មីអាយុប្រហែលឆ្នាំទៅហើយ
គឺ21 ឪពុកម្ដាយសុខសប្បាយទេហ៎ អរព្រះគុណម្ចាស់ស្ត្រីឪពុកម្ដាយរបស់ទូបង្គំសុខសប្បាយទេ តើលោករៀបការហើយនៅ បងប្អូនទូបង្គំទាំងពីររៀបការរួចហើយបញ្ជាឪពុកម្ដាយត្រូវតែគោរពតាម អ្នកណាក៏ថាកូនស្រីតំបន់ស៊ូស្អាតហើយមានទេពកោសល្យល្អទៀតផងបងប្អូនអ្នកទាំងពីរមានទេពកោសល្យល្អអញ្ចឹងអ្នកស្រីទាំងពីរប្រកាសជាមិនធម្មតាទេ អរព្រះគុណម្ចាស់ស្ត្រីយកប្រពន្ធមិនទាមទារសម្រស់ឲ្យតែមានការយល់ដឹងដើម្បីជួយដល់គ្រួសារមានភាពរុងរឿងកុំឲ្យទូបង្គំអារម្មណ៍ក្នុងពេលបម្រើរាជការនិងមិនធ្វើឲ្យពុកម៉ែទូបង្គំខកចិត្តក្នុងការទុកដាក់កូនចៅទៅបានហើយ ពិតជាមន្ត្រីល្អម្នាក់មែនលោកនិយាយនេះត្រឹមត្រូវណាស់សូមឲ្យលោកចងចាំការទូន្មានរបស់ពុកម៉ែជានិច្ចដើម្បីបម្រើជាតិដើម្បីបម្រើប្រជារាស្ត្រណា អរព្រះគុណម្ចាស់ស្ត្រីទូបង្គំនឹងចងចាំមួយជីវិតមិនអាចបំភ្លេចបានឡើយ មន្ត្រីគ្រប់គ្រងសម្ដេចហាលនេះបានគួយទទួលព្រះរាជបញ្ជាទូបង្គំរងចាំទទួលព្រះរាជបញ្ជាព្រះរាជបញ្ជារបស់ព្រះអង្គស៊ូស៊ឺត្រូវតែងតាំងជាមន្ត្រីប្រចាំសំណាក់ហាលីងឋានៈទី3ហេតុអីសំណាក់ហាលីងយូរហើយបញ្ចេញលិខិតទទួលចង់ប្រឆាំងរាជបញ្ជាឬមួយយ៉ាងណាចាប់រាជបញ្ជាទូបង្គំទទួលព្រះរាជបញ្ជាលោកបញ្ជាវាង បើតាមខ្ញុំយល់សូមលោកឆាប់ចេញបញ្ជាឲ្យលឿនឡើងទៅព្រះអង្គសពតិអ្នកមានទេពកោសល្យស៊ូស៊ឺនេះណាថ្ងៃក្រោយអាចខ្លាចជាឧបរាជកថាបានចំណែកលោកគឺជាអ្នកត្រួតពិនិត្យការប្រឡងមួយដែរជាគ្រូរបស់ស៊ូស៊ឺទៀតផងលោកមានគុណសម្បត្តិធំធេងថ្ងៃណាមួយព្រះអង្គប្រកាសជាមានប្រទានដល់លោកជាមិនខានទេសូមលោកឆាប់ចេញលិខិតភ្លាមទៅណាសូមអរគុណលោកមហាថ្លឹកហើយដែលបានជួយរំលឹកខ្ញុំលោកបញ្ជាវាងខ្ញុំលាសិនហើយបាទសូមអញ្ជើញ លោកបងស៊ូលោកបងក៏ដឹងដែរខ្ញុំទៅដល់ទីណាក៏មិនបានរាប់សិបថ្ងៃដែរខ្ញុំមកពៀនជីងដោយសារឆៅគូជាអ្នករំខានខ្ញុំណា បើសិនជាគ្មានឆៅគូនៅទីនេះយើងក៏មិនបានជួបគ្នាដែរពិតមែនហើយ10ឆ្នាំមិនបានមកពៀនជីងខ្ញុំគួរតែមកម្ដងប៉ុន្តែម្ដងនេះអ្វីដែលខ្ញុំមើលឃើញច្រើនបំផុតគឺអត្តបទរបស់ស៊ូស៊ឺបើតាមខ្ញុំយល់សិស្សដែលចូលប្រឡងរបស់មហាសង្ឃ គ្មាននរណាអាចប្រៀបបានទេថ្ងៃក្រោយសូម្បីតែឪយ៉ាងស៊ូក៏គេសរសើរក្មួយប្រុសរបស់យើងម្នាក់នេះដែរហ៎លោកអាចារ្យកុំសរសើរខ្ញុំពេកយើងមិនដែលសរសើរនរណាផ្ដេសផ្ដាស់ទេពិសេសគឺការសរសើរបែបនេះការយល់ដឹងរបស់ស៊ូឆើពិតមែនថាមិនស្មើនឹងបងប្រុសគេតែគេជាមនុស្សស្លូតត្រង់ប្រហែលជាមានការពិបាកបន្តិចចំណែកស៊ូស៊ឺមានទេពកោសល្យល្អលើសគេ គ្រប់គ្រងការងារក៏ខ្លាំងមានចិត្តតស៊ូនឹងស្លូតត្រង់ថ្ងៃក្រោយប្រហែលជាមិនអាចជៀសផុតពីជាប់គុកទៀតផងតើមានវិធីអាចដោះស្រាយបានទេបើសិនជាជួយដល់ប្រជារាស្ត្រនិងរាជការមិនបានទោះស្រាប់ក៏ខ្ញុំមិនខ្លាចដែរខ្ញុំមានរឿងអីត្រូវខ្លាចជាប់គុកនោះនេះហើយគឺជាវិធីដោះស្រាយល្អបំផុតឆៅគូឯងមិនទាន់ចាប់និស្ស័យជាមួយនឹងពួកគេនៅឡើយទេថ្ងៃក្រោយត្រូវជួយដល់បងប្អូនត្រកូលស៊ូឲ្យបានច្រើនទុកថាធ្វើកិច្ចការជំនួសយើងបាទលោកគ្រូ លោកអ៊ំមានគុណចំពោះខ្ញុំធំធេងណាស់ឥឡូវនេះខ្ញុំមានតែខ្លួនមួយថ្ងៃក្រោយគ្រួសារតកោស៊ូក៏ជាគ្រួសាររបស់ខ្ញុំដែរស៊ូស៊ឺហើយនិងស៊ូឆាគឺជាបងប្អូនបង្កើតរបស់ខ្ញុំលោកអាចារ្យស្មានមនុស្សមិនចេះខុសចំណែកខ្ញុំបានជួបលោកអាចារ្យពិតជានិស្ស័យដ៏ល្អរបស់ខ្ញុំហើយខ្ញុំចង់ទូលមានថាអ្វីៗគឺសាច់ទៅលើវាសនាមិនអាចបង្ខំបានឡើយប៉ុន្តែលោកអាចារ្យលោកបងឈិនក៏ប្រឡងជាប់ហើយ យើងនិយាយទៅរឿងរបស់យើងអត់តាក់ទងជាមួយអ្នកដទៃទេលោកអាចារ្យពេលណាទៅយើងតាមរករបស់ឃើញបើសិនជាខ្ញុំចង់មកមិនចាំបាច់អញ្ជើញតែបើលោកចង់រកខ្ញុំគឺគ្មានកន្លែងរកទេ គូស្បែកកំភ្លើងចុះខ្ញុំតែតាំងខ្លះខ្ញុំក៏ចឹងដែរបាត់បែរហើយដូចជាមានចាប់តែខ្ញុំគិតបាត់ច្បាស់ដល់សោះបាត់យ៉ាងមិនបាក់ចាំតាមមើលទៀតរបស់ខ្ញុំនេះដឹងលើក្នុងរឿងនេះនៅក្នុងសេចក្តីប្រកាសនេះដូចជាគ្មានឈ្មោះរបស់ចិនហ្វុងទេសំទោសលោកជួទី10ហើយបានជាគ្មានឈ្មោះគ្រួសារចិនហ្វុងជំពាក់ពុតប្រចាំឆ្នាំត្រូវតែលោកឈ្មោះ
បងចាន់ហ្វុងគឺអញ្ចឹងមែនណា ចាស់និយាយថាមុនពេលពុកម៉ែខ្ញុំឈឺស្លាប់ចំពាក់ពុនរាជការច្រើនណាស់ក្រោយពីពុកម៉ែស្លាប់ទៅស្រែចម្ការគឺលោកអ៊ំទទួលយកទៅបាត់លោកអ៊ំចិញ្ចឹមបីបាច់ខ្ញុំរយៈពេលជាង10ឆ្នាំទៅហើយរាជការមិនដេញដោលដកពុនតើខ្ញុំធ្វើយ៉ាងណាទៅហេឥឡូវចេះពួកយើងទាំងអស់គ្នារកមធ្យោបាយមើលតើអាចជួយដល់គាត់បានទេ ហើយបានចេញអញ្ចឹងបានន័យថាមួយជីវិតរបស់ឯងនេះគ្មានសង្ឃឹមទេដូចជាប្រទេសប្រាស់ពេកហើយតែបងចាន់ហ្វុងមិនបានធ្វើជាមន្ត្រីហើយចុះមើលបងស៊ឺចំមិនតាន់បានធ្វើជាមន្ត្រីត្រូវគេចាក់ដាក់គុកពីដងទៅហើយបើសិនជាបានធ្វើជាមន្ត្រីមិនដឹងថាមានគ្រោះថ្នាក់យ៉ាងណាទេ គ្រួសារក្រីក្រលំបាកគ្រប់យ៉ាងប្រឡងជាប់ដូចជាការយល់សោះ លោកបងចាន់ហ្វុងប្រតិជនសូមអនុញ្ញាតឲ្យពួកខ្ញុំកណានិយាយជាមួយលោកបងចាន់ហ្វុងជាលើកចុងក្រោយផងបានទេ លបងស៊ូស៊ឺទីនេះមានឈ្មោះឆានលាវគ្មានឈ្មោះឈិនហ្វុងទេ ឆៅលៀន បើមិនពិចារណាគឺមិនយល់ការប្រឡងគឺប្រៀបដូចជាការយល់សោះ ការពលលោកអាចារ្យអូចេះតែនិយាយតាមការនឹកឃើញរបស់គាត់លោកបងកុំទុកជាការពិតអី និយាយតែបដាកំពូលសិស្សដូចជាឯងមិនយល់កំពូលអាចារ្យទី1ក្នុងលោក ប្រតិជនសូមកុំឲ្យលោកបងចាន់ហ្វុងបោះអី ដែកមិនលុតគឺមិនអាចយកមកប្រើការបានគោះជួងដើម្បីឲ្យអ្នកឆាប់ដឹកខ្លួនស្រវាចាប់ផ្កាក្នុងទឹកយ៉ាងឥតប្រយោជន៍ ព្រះរាជបញ្ជាមកដល់ស៊ូស៊ឺទទួលព្រះរាជបញ្ជាសាប្រឡងថ្មីស៊ូស៊ឺជាអ្នកយល់ដឹងគួរឲ្យយើងពេញចិត្តពេលនេះទៅទទួលតំណែងជាមន្ត្រីប្រចាំសំណាក់ហានលីងនេះជាព្រះរាជបញ្ជា សូមអរព្រគុណប្រសាណាពង ពុកព្រះមហាក្សត្របានប្រទានបងប្រុសជាមន្ត្រីសំណាក់ហានលីងទៅហើយនេះគឺជាការប្រសាណាបើសិនជាម៉ែដឹងប្រកាសជាសប្បាយចិត្តពុកមានរឿងអីហ្នឹងស៊ូស៊ឺស៊ូឆើអបបាច់មេងហ្វូអានឲ្យដំណឹងថាម្ដាយពួកឯង អ្នកមកយ៉ាងម៉េច ទទួលបរណភាពហើយ ថាម៉េច លោកម្ចាស់លោកម្ចាស់ម្ដាយរបស់ស៊ូស៊ឺស្លាប់បាត់ទៅហើយបើតាមច្បាប់កំណត់ស៊ូស៊ឺត្រូវតែត្រឡប់ទៅវិញដើម្បីកាន់ទុក3ឆ្នាំលោកម្ចាស់3ឆ្នាំក្រោយព្រះអង្គប្រហែលជាភ្លេចហើយថាស៊ូស៊ឺជានរណាគេថាអាយុជីវិតនឹងទេពកោសលមិននៅផ្ទឹមគ្នាទេ លើកនេះពួកយើងរាប់អានគ្នាជាបងប្អូនសាប់ព្រោះជាមួយគ្នាទៅហើយសូមឲ្យអ្នកទាំងអស់គ្នាមានអនាគតល្អ បងស៊ូស៊ឺពេលនេះពួកយើងមិនទាន់បានទទួលតំណែងជាអ្វីបើមានតំណែងហើយពួកយើងប្រកាសជាឲ្យតំណែងបង សូមជូនពរអ្នកទាំងអស់គ្នាបានសុខអរគុណ ស៊ូស៊ឺស៊ូឆើ លោកស៊ូ លោកគ្រូហេបាទហើយឆាប់ក្រោកឡើងបងសូមអរគុណអ្នកទាំងពីរបើជួយដំណើរលោកស៊ូអ្នកស្រីបានជាទទួលមរណភាពពួកយើងមានការសោកស្ដាយខ្លាំងណាស់តែទោះជាយ៉ាងណាសូមលោកកាត់ចិត្តផងហើយអប់រំកូនទាំងពីរថ្ងៃក្រោយបម្រើជាតិតទៅទៀតអរគុណ រយៈពេល3ឆ្នាំសភាពនៅក្នុងរាជការគ្មានអ្នកណាដឹងយើងបារម្ភការតែងតាំងតំណែងទៅស៊ូស៊ឺហើយនឹងស៊ូឆឹកមានការប្រែប្រួល តាមលទ្ធភាពស្រេចលើវាសនាស៊ូស៊ឺច្បាប់កំណត់ថាយើងត្រូវតែបំពេញតួនាទីជាកូនបំពេញតួនាទីកតញ្ញូតាធម៌ត្រូវខិតខំរៀនសូត្រនេះហើយជាអ្វីដែលយើងត្រូវតែធ្វើ ខ្ញុំចង់ចាំជានិច្ចនៅក្នុងកំឡុងពេលកាន់ទុក
មើលស្ថានភាពរបស់ប្រជារាស្ត្រផងបាទ ព្រះរាជបញ្ជាមកដល់ស៊ូស៊ឺស៊ូឆើទទួលបញ្ជាយល់តាមម្ដាយរបស់អ្នកទាំងពីរទទួលមរណភាពអនុញ្ញាតឲ្យត្រឡប់ទៅស៊ីស៊ូដើម្បីកាន់ទុក្ខម្ដាយអ្នកទាំងពីរមានគុណធំធេងអប់រំកូនបានល្អម្ល៉េះហើយត្រូវតែងតាំងគាត់ជាកំពូលអ្នកស្រីចាំព្រះបញ្ជាសូមថ្វាយព្រះពរព្រះអង្គមានព្រះជន្មយឺនយូរ គ្រិស្តសករាជឆ្នាំ1057ថ្ងៃទី8ខែ4ម្ដាយរបស់ស៊ូស៊ឺទទួលមរណភាពស៊ូស៊ឺហើយនិងស៊ូឆើវិលត្រឡប់ទៅវិញដើម្បីកាន់ទុក្ខរយៈពេល27ខែ បងប្រុស បងស្រីអ្នកម៉ែ អ្នកម៉ែ អ្នកម៉ែកូនអកតញ្ញូណាស់កូនពិតជាអកតញ្ញូណាស់ អ្នកម៉ែអូនសម្លាញ់អូនសម្លាញ់ លោកម្ចាស់ អូនសម្លាញ់ សូមពុកទៅបារម្ភទៅលោកស៊ូ អូនសម្លាញ់ សូមលោកកាត់ចិត្តទៅណាប្តីមិនអាចថ្វាយបង្គំប្រពន្ធយ៉ាងនេះបានទេ ប្រពន្ធយើងមានគុណធំធេងចំពោះយើងថ្វាយបង្គំអ្នកមានគុណគ្មានច្បាប់ណាហាមឃាត់យើងបានទេអូនសម្លាញ់តាំងពីអូនចូលមកគ្រួសារស៊ូមកតស៊ូទាំងយប់ទាំងថ្ងៃជួយទាំងប្តីអប់រំទាំងកូនបើគ្មានអូនក៏គ្មានយើងស៊ូស៊ីងដែរបើគ្មានអូនស៊ូស៊ឺនិងស៊ូឆើក៏មិនអាចប្រឡងជាប់បានដែរយើងទាំងពីរសន្យានឹងគ្នាថារស់នៅរហូតដល់ចាស់សក់ស្កូវហេតុអីបានជាអូនស្លាប់ចោលបងយ៉ាងនេះអូនមិននឹកដល់បងទេហេតុអីបានជាមិនអាណិតដល់កូនអ្នកទាំងអស់គ្នាផងរឿងថ្ងៃក្រោយតើឲ្យយើងស៊ូស៊ីទៅស៊ូបញ្ជាក់ពីនរណាទៅអូនសម្លាញ់ជាអ្នកមានគុណធំធេងរបស់បង ប៉ាន់ជាអ្នកណាតាមដែលគេនិយាយនៅពេលដែលគេកំពុងតែជំរុញប្រាវិធីគ្រប់គ្រងរាជការថ្មីគាត់ជាដូនយាតារបស់លោកហ្វាន់ចុងសម័យកាលហានសង្គ្រាមក៏ច្រើនមនុស្សក៏ត្រូវបាត់បង់ជីវិតច្រើនហ្វាំងប៉ាន់ពេលនោះជាមន្ត្រីជាន់ខ្ពស់នៅពេលដែលត្រូវគេចាប់ខ្លួនត្រូវបែកពីម្ដាយរបស់គាត់និយាយថាអ្នកម៉ែកូនស្លាប់គឺដើម្បីសច្ចធម៌ពិតជាមានន័យណាស់តែគ្រាន់តែបារម្ភដល់ពេលដែលអ្នកម្ដាយក្រោយពេលដែលកូនស្លាប់ទៅសុំម៉ែក៏មានការបារម្ភក៏មានការឈឺចាប់ច្រើនពេកបើសិនជាយំវានាំតែធ្វើឲ្យខូចខ្លួនប្រាណទេហើយព្រលឹងរបស់កូនក៏ស្លាប់បិទភ្នែកមិនជិតដែរម្ដាយគាត់និយាយប្រាប់គាត់យ៉ាងច្បាស់ថាកូនស្លាប់ដើម្បីសច្ចធម៌អញ្ចឹងកូនមានឋានៈមានកិត្តិយសគឺមានឈ្មោះដូចជាលីយ៉ុងទូមីបើសិនជាចង់ល្បីឈ្មោះមានកិត្តិយសល្អហើយមិនស្លាប់នោះគឺជារឿងមិនបានការនោះទេរឿងមិនឈឺចាប់ជារឿងមិនពិតប៉ុន្តែម៉ែមានការត្រេកអរព្រោះថាកូនក្នុងនាមឯងជាកូនប្រុសត្រូវតែចេះគិតគូរប្រទេសជាតិចេះគិតគូរដល់ប្រជារាស្ត្រមានអ្វីសំខាន់ជាងនេះទៀតនោះកូនធំឡើងចង់ធ្វើជាហ្វាំងប៉ានតើបានទេកូនតាំងចិត្តជាហ្វាំងប៉ានម៉ែមានរឿងអីមិនអាចធ្វើជាម្ដាយហ្វាំងប៉ានបាននោះអ្នកម៉ែកូននឹងប្រាំងប្រែងអូនប្រុសក៏អញ្ចឹងដែរកូនសម្លាញ់ណាស់ម៉ែ
សូមវិញ្ញាណក្ខន្ធម៉ែស្ងប់ចុះ សុំទៅឲ្យបានសុខចុះបានហើយទៅចុះពុកកូននេះសិនហើយ បាក់នាងកូនបានរៀបការជាមួយគ្រូសាឈិតកូនត្រូវតែត្រឡប់ទៅគ្រូសាឈិតវិញ ពុកសូមឲ្យបងស្រីនៅពី3ថ្ងៃទៀតទៅ មែនហើយលោកម្ចាស់ឲ្យអ្នកនាងនៅពី3ថ្ងៃទៀតទៅ គ្រូសាឈិតខុសយ៉ាងណាវាជាឬគ្រូសារបស់ទីដែរពួកយើងធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវនាងឆាប់ត្រឡប់ទៅវិញទៅ លោកពុកមិនដឹងថាថ្ងៃក្រោយបានជួបពុកនិងប្អូនទាំងពីរឬអត់ទេតែសូមអ្នកទាំងអស់គ្នាបានសុខខ្ញុំលាសិនហើយ 3 ខែបានកន្លងផុតទៅមន្ត្រីមូលដ្ឋានក៏មកគោរពវិញ្ញាណក្ខន្ធយើងត្រូវតែអរគុណដល់ពួកគេឯងជួយចាត់ការរឿងនេះចុះ ឡំខ្ញុំបានកត់ឈ្មោះទុកហើយមានមន្ត្រីនៅមីជើជឺជើព្រមទាំងមន្ត្រីផ្សេងៗទៀត ធ្វើតាមច្បាប់ទម្លាប់របស់លោកចុះ បានឡំ ស៊ូស៊ូឈើ បានពុក ពីថ្ងៃនេះតទៅពួកឯងទាំងពីរត្រូវផ្អាកទទួលភ្ញៀវទៅនៅក្នុងសំណាក់ណាត់ឈៀនក្រៅពីថ្វាយបង្គំផ្លាកវិញ្ញាណក្ខន្ធម្ដាយរបស់ពួកឯងអាចមើលសភៅរបស់ចៅអ៊ីនឹងខុងជឺបានស្អែកពុកទៅឆ្កាយព្រោះមានការរវល់រួចហើយទៅឆាងអានទៅសួរសុខទុក្ខលោកម្ចាស់ចាវវ៉ាក់ភីគ្រួសារនេះប្រគល់ឲ្យពួកឯងហើយ សូមពុកកុំអារម្មណ៍អី សុំពុកតែបានសុខ លោកអ៊ំ អ្នកប្រុសទាំងពីរមានការអី លោកអ៊ំក្នុងផ្ទះមានអីហូបទេ គ្រោះទូរភឹកយ៉ាងនេះតើមានស្បៀងបោកពីណាម្នាក់ទៅសុំទៀនអត់ទៅហើយ ពួកគេទៅសុកផ្សេងអាចដោះស្រាយបញ្ហាស្បៀងបានទេ លែងគិតលែងគូហើយ អើយឆាប់ឡើងទៅពួកយើងតើច្រកហើយដោះស្រាយមួយថ្ងៃទៅមួយថ្ងៃទៅ បងប្រុស ពួកយើងទៅមើល 他打是我还是你先来的？那我先走吧。 នេះគឺឡំថានេះបានជាមិនឲ្យមនុស្សវ័យក្មេងទៅដាំទឹកទៅ អ្នកប្រុសក្នុងផ្ទះអ្នកដែលអាចរត់បានគេរត់អស់ទៅហើយនៅសល់តែអ្នកដែលដើរមិនរួចឥឡូវនេះម្នាក់ក៏ចង់អត់បាយស្លាប់នៅក្នុងផ្ទះទៅហើយដែរ ពួកយើងទៅផ្ទះវិញបើសិនជាមួយគ្រួសារឬពីរគ្រួសារទៅសុំទានអ្នកដទៃប្រហែលជាដាក់ទានបានប៉ុន្តែមនុស្សទៅចានយ៉ាងនេះអ្នកណាគេមានលទ្ធភាពទៅប៉ុន្តែហើយបើសិនជាយ៉ាងនេះតទៅទៀតរហូតដល់ពេលចុងឆ្នាំប្រហែលជាមិនអាចប្រមូលផលបានទេ បងប្រុសយើងគួរតែយករឿងនេះជម្រាបដល់រាជការឲ្យរាជការជួយឧបត្ថម្ភ រាជការនៅឆ្ងាយណាស់ធ្វើយ៉ាងម៉េចអាចជួយបានទៅម្យ៉ាងទៀតជឿចៅនឹងមិនចៅបានផ្ញើសារទៅហើយ បងប្រុសឥឡូវនេះដោះស្រាយយ៉ាងណា ប៉ុន្មានថ្ងៃនេះបងក៏បានគិតពីរឿងនេះដែរពួកយើងនៅសល់ស្បៀងខ្លះចាជូនបងប្អូនចិត្តខាងដោះស្រាយមួយរយៈពេលសិនទៅ សុសារឿងនេះសំខាន់ណាស់ឲ្យដំណឹងទៅលោកម្ចាស់សិនទៅ គុំគិតវែងឆ្ងាយពេកបើសិនជាពុកបន្ទោសនោះទុកឲ្យខ្ញុំទទួលខុសត្រូវបានហើយតើពួកឯងយល់យ៉ាងម៉េចដែរ រឿងនេះស្រេចលើបងប្រុសចុះ ប្រសិនណាឥឡូវនេះបងធ្វើការសម្រេចចិត្តជំនួសពុកចុះទៅប្រាប់បងប្អូនចិត្តខាងទៅថ្ងៃស្អែកពួកយើងនឹងចាយស្បៀង នេះ
ធ្វើយ៉ាងនេះមិនកើតទេมันអាចធ្វើអញ្ចឹងបានទេ អ្នកមីងតើហេតុអីទៅ ស៊ូសើស្បៀងទាំងនេះយកមកធ្វើអីយើងដឹងច្បាស់ណាស់គឺអ្នកស្រីខំតស៊ូសន្សំទុកព្រោះតែបងប្អូនអ្នកទាំងពីរទៅពៀនជីងដើម្បីទិញផ្ទះទិញសម្បែងបើសិនជាឲ្យទៅគេបានស្អីយកមកទិញផ្ទះយើងក៏មិនអាចនៅក្នុងវិហាររហូតបានដែរណាយើងធ្វើអញ្ចឹងមិនកើតទេ ឆ្នាំក្រោយគង់តែមានគេយកមកសងទេ ស៊ូសើឯងពិតជារងំខ្លាំងណាស់ពាក្យចាស់ថាខ្ចីប្រាក់ឲ្យទៅគេគឺស្រេចលើគេទេឥឡូវនេះទាពន្ធធ្ងន់ធ្ងរណាស់ពេលដែលមានគ្រោះធម្មជាតិកើតឡើងមានបន្លែហូបចុកវាគ្រប់គ្រាន់ណាស់ទៅហើយតើមានស្បៀងឯណាមកសងអំណុលគេទៀតនោះ ឬមួយថាពួកយើងសុកចិត្តបាក់ភ្នែកមើលឃើញអ្នកចិត្តខាងរត់ទៅហើយដាច់ពោះស្លាប់មែនទេ ណែ អ្នកមីងខ្ញុំយល់ថាទោះជាអ្នកម៉ែនៅក៏គាត់យល់ព្រមឲ្យពួកយើងធ្វើអញ្ចឹងដែរសោះឬមិនសមពួកយើងកុំគិតច្រើនពេកចៅគូបាត់ប្រកាសទៅថ្ងៃស្អែកពួកយើងឲ្យគេខ្ចីស្បៀងមួយគ្រួសារមួយតើដល់បងស៊ឺធ្វើអញ្ចឹងមិនកើតទេហ៎ចៅគូកុំស្មានថាបងប្អូនទាំងអស់គ្នានេះកន្លងមកគ្មានបញ្ហាអីបើសិនជាពួកគេតច្រកពួកគេប្រកាសជាលែងគិតពីកិត្តិយសទៅឆក់ប្រន់គ្រប់ទីកន្លែងកាលពីមុនប្រជារាស្ត្របង្ករឿងប្រុសតែអ្វីនោះមិនមែនតែសារតែស្បៀងអាហារទេពិតមែនថាពេលនេះខ្ញុំកាន់ទុកប៉ុន្តែខ្ញុំក៏ជាមន្ត្រីដែរខ្ញុំមិនត្រូវបណ្ដោយឲ្យមានរឿងបែបនេះកើតឡើងទេអញ្ចឹងក៏បានខ្ញុំទៅឥឡូវនេះ អរគុណហើយណានៅពេលដែលប្រមូលផលបានពួកយើងប្រកាសជាយកមកសងវិញហើយពួកយើងឲ្យលុះនេះទៀតផងអរគុណ ឯនោះចុះពួកគេម្នាក់ពិតជាសមាជិកនេះ ដោះស្រាយបញ្ហាបើសិនជាពួកយើងហូបផាមអញ្ចឹងក៏នេះពួកយើងប្រកាសជាដោះស្រាយបានរយៈពេល ដល់បងសុំជួយចុះមក អរគុណ ស៊ូឆាស្បៀងថ្ងៃនេះពួកយើងចាត់ចែងអស់ហើយប៉ុន្តែដូចជាមិនគ្រប់គ្រាន់ទេដោះស្រាយបានតែបញ្ហាចំពោះមុខមួយរយៈពេលឯនិយាយទៅមើលបើសិនជាយើងជាច្បាយស្រុកមិនជើគ្រោះទូរភ័ក្រលើកនេះពួកយើងគួរតែដោះស្រាយជូនប្រជារាស្ត្រឬមួយយ៉ាងណា បងប្រុសជាមន្ត្រីថ្នាក់ទី3ឥឡូវនេះឲ្យជាមន្ត្រីស្រុកពិតជាគួរឲ្យស្ដាយណាស់ ស៊ូឆាមិនមែនថាបងចេះតែនិយាយទេទោះជាមន្ត្រីប្រចាំសំណាក់ហានជើមិនដល់មិនជើក៏ដោយចំពោះគ្រោះទូរភ័ក្របែបនេះពួកគេដោះស្រាយមិនចេញហើយក៏គ្មានវិធីដោះស្រាយដែរ ប៉ុន្តែបងប្រុសកុំអារម្មណ៍ពេកពេលដែលកាន់ទុកចាប់ពេលកំណត់បងប្រុសត្រឡប់ទៅវិញព្រោះថាម៉ៃជើជាស្រុកតូចតាចថ្ងៃក្រោយបងធ្វើកិច្ចការធំដុំជាងនេះទៅទៀត ស៊ូឆាឯងកុំភ្លេចណាទឹកដីទាំងមូលគឺការចេញពីមីជើជាច្រើនផ្ដុំចូលគ្នាប្រជារាស្ត្រភៀសខ្លួនយ៉ាងច្រើននោះគឺដោយសារតែគ្រោះធម្មជាតិប៉ុន្តែមន្ត្រីមូលដ្ឋានគ្មានលទ្ធភាពដោះស្រាយគឺជាកំហុសរបស់ខ្លួនសម្រាប់មីជើទាំងមូលគឺប្រជារាស្ត្រដោះស្រាយបញ្ហាដោយខ្លួនឯងគួរស្ដាយណាស់មន្ត្រីជាន់ខ្ពស់មួយចំនួនមិនបានមើលឃើញទស្សនវិជ្ជាបែបនេះ អ្វីដែលបងនិយាយពិតជាសមហេតុសមផលណាស់ អ្នកបងឃើញទេគ្រាន់តែបាយទឹកធម្មតាក៏មិនដាច់ចិត្តហូបយ៉ាងនេះទៅហើយធ្វើការទាំងថ្ងៃទាំងយប់ហូបតិចយ៉ាងនេះតើឲ្យយើងគិតយ៉ាងម៉េចទៅពួកគាត់ទាំងពីរដឹងថាគ្រួសារយើងមានការខ្វះខាតហេតុនេះហើយបានជាទុកបាយមកហូបឲ្យពួកយើងខ្ញុំមិនដឹងថាបញ្យល់ពួកគាត់យ៉ាងណាទេខ្ញុំមានការបារម្ភណាស់ពួកយើងចេះតែភ័យបារម្ភក៏មិនកើតដែរអ្នកបងសូមអ្នកបងបញ្យល់ដល់ពួកគាត់ទៅខ្ញុំហ៎ពេលនេះជាពេលកាន់ទុកបងស្រីឯងទៅចាស់ឯងពូកែនិយាយជាងបងអ្នកបងជាបងថ្លៃរបស់ខ្ញុំអ្នកបងទៅតែពួកគាត់ស្ដាប់នាងជាងបងណាទៅអ្នកបងទៅចាស់បង អូសំឡាញ់តើអូនមានការអីមែនទេ ហូបចែកណែអ្នកបងចង់និយាយថាមកហូបទាំងអស់នេះពួកបងពេញចិត្តទេ រសជាតិគ្រាន់បើ សូមពិសាបានច្រើនទៅកុំឲ្យអ្នកបងខកចិត្តអីសោះណា ពួកយើងហូបឆ្អែតហើយ ពួកយើងពិតជាហូបឆ្អែតហើយ ស៊ូស៊ឺគ្រាន់បើមែនចាត់ការរឿងនេះបានល្អមែនចៅវាយស្រុកបីចៅអ៊ូថុងសិនជាអ្នកសរសេរសារនេះ ហើយយ៉ាព្រះអង្គជ្រើសរើសមនុស្សពិតជាមិនខុសមែនស៊ូស៊ឺសំជាមនុស្សដែលមានទេពកោសល្យល្អ ចំណែកលោកឈប់មានទស្សនៈខុសឆ្គងចំពោះស៊ូស៊ឺហើយបែបនេះ ព្រះអង្គមានព្រះបញ្ញាញាណកាលពីមុនទូបង្គំពិតជាមានទស្សនៈមិនគប្បីចំពោះស៊ូស៊ឺមែនទូបង្គំតែងតែយល់ថាគេគ្រាន់តែជាមន្ត្រីវ័យក្មេងបានត្រឹមតែទទួលឋានៈជាមន្ត្រីថ្មីមិនអាចធ្វើកិច្ចការសំខាន់នៅក្នុងរាជការបានទេ
ក្រៃមន្ត្រីចាស់ជាច្រើនក៏មានគំនិតដូចជាលោកបែបនេះដែរបែបនេះ ក្រាបទូលមន្ត្រីភាគច្រើនក៏តែងតែយល់ថាស៊ូស៊ឺគឺជាសិស្សថ្មីប្រៀបដូចជាដើមប្រេងដែលដុះថ្មីយ៉ាងចឹងមើលឆ្ងាយតែធ្វើមិនបានឆ្ងាយដោះស្រាយកិច្ចការរាជការមិនបានដូច្នេះហើយគួរតែមានការលុតដំឲ្យបានច្រើន ស៊ូស៊ឺត្រឡប់ទៅស្រុកយូរណាស់ហើយ ក្រាបទូលព្រះអង្គប្រហែលជាជាង1ឆ្នាំទៅហើយ ពេលវេលាកន្លងផុតទៅលឿនណាស់មួយប្រព្រឹត្តភ្នែកគឺ1ឆ្នាំទៅហើយយើងធ្វើដំណើរលើកនេះពិតជាមានការយល់ដឹកច្រើនណាស់ជាពិសេសនៅជាមួយលោកម្ចាស់ចៅវាកភិកគាត់ខិតខំប្រឹកប្រែងតស៊ូធ្វើឲ្យយើងសប្បាយចិត្តខ្លាំងណាស់ ពុកខ្ញុំមិនតាន់មានការយល់ព្រមពីពុកក៏យកស្បៀងចែកជូនអបជារាជទៅហើយ យើងដឹកហើយឯងធ្វើយ៉ាងនេះត្រឹមត្រូវទោះជាម្ដាយឯងនៅរស់ក៏គាត់ធ្វើយ៉ាងនេះដែរ ឡំលោកច្បាយស្រុកអ៊ូថងសិនមកដល់ហើយ ឆាប់ជឿន បាទ ហើយយ៉ាលោកម្ចាស់អ៊ូ សូមគោរពលោកម្ សូម ចាស់ គោរពលោកម្ចាស់អ៊ូ មិនចាំបាច់គួរសមទេអ្នកទាំងពីរគឺជាអនាគតអបរាជនៃមហាសង្ឃយើង ចំណែកយើងថ្ងៃក្រោយក៏ត្រូវពឹងលើអ្នកទាំងពីរដែរ ហើយលោកម្ចាស់កុំលេងសើចមកសូមជឿនគួយ អរគុណ សូមជឿន រាជការទើបតែផ្ញើសារមួយច្បាប់មកហើយនេះគឺជាសម្បត្តិផ្ទាល់ដីរបស់លោកម្ចាស់ហានជីផ្ញើមកលោកស៊ូតើនេះគឺរឿងអីទៅ រាជការឲ្យខ្ញុំទៅធ្វើការសម្ភាសមនុស្សមួយចំនួន ល្អណាស់នេះគឺជាការល្អណាស់បើសិនជាចូលសំណាក់ពិសោធន៍ការងារថ្ងៃក្រោយប្រកាសជាកត់ត្រារាល់កិច្ចការរបស់ព្រះអង្គអ្វីត្បិតថាឋានៈនេះមិនសូវធំប៉ុន្មានក៏ប៉ុន្តែនៅក្បែរប្រកាយរបស់ព្រះអង្គដំណែងនេះច្រើនឆ្នាំមកហើយអ្នកណាក៏គេចង់បានដែរចំណែកខ្ញុំសូមអបអរសាទរលោកទុកជាបុណ្យទៅចុះណា មិនកើតទេ រឿងអីថាមិនកើត ខ្ញុំស៊ូស៊ីងអាយុជាង50ឆ្នាំទៅហើយអាចទុកថាមានគេឈ្មោះបន្តិចបន្តួចទៅចុះឲ្យយើងចូលធ្វើការងារជាមិនផុតឲ្យយើងទៅប្រឡងមុនរាជការតែនិយាយថាត្រូវការមនុស្សដែលមានលទ្ធភាពប៉ុន្តែបែរជាមានបញ្ហាស្មុគស្មាញជាច្រើននៅពីមុខយើងរាជការចង់ខ្មាស់គេតែខ្ញុំមិនចង់ខ្មាស់គេទេ លោកស៊ូពិតជានិយាយត្រូវក៏ប៉ុន្តែ មានរឿងមួយទៀតបើរាជការតែងតាំងស៊ូស៊ឺជាមន្ត្រីប្រចាំហាត់លីងរឿងអីឪពុកគេនៅថ្នាក់ក្រោមកូនទៅទៀត ខ្ញុំភ្លេចពីរឿងនេះបាត់ទៅហើយ គឺដោយសារតែខ្ញុំរំខានដល់ពុកទេដឹង ទេស៊ូស៊ឺរឿងនេះគ្មានអីតាក់ទងនឹងឯងទេពុកឃើញបងប្អូនឯងទាំងពីរមានទេពកោសល្យល្អម្ល៉េះហើយពុកក៏ឈប់មានបំណងជួបបម្រើការងារលោកម្ចាស់អ៊ូខ្ញុំគិតថាឲ្យបងប្អូនគេទាំងពីរនាក់ទៅបម្រើរាជការទៅចុះចំណែកខ្ញុំក៏គ្មានអីគួរឲ្យស្ដាយដែរ លោកស៊ូពិតជាប្រកែកមែនអញ្ចឹងហើយបានជាអប់រំកូនប្រុសបានល្អយ៉ាងនេះ អ្នកបងទឹកក្តៅខ្ញុំដាំរួចហើយបងទៅមុជចាអេអ្នកបងគិតអីហ្នឹងអ្នកបងនឹកបងប្រុសមែនទេនិយាយទៅផ្ដា លោកម្ចាស់យកថ្មនេះទៅហើយលោកម្ចាស់អញ្ជើញទៅសម្រាប់ចុះណា នាងទៅមុនចុះ ចា ស៊ូស៊ឺស៊ូឆើអូលោកពុក ថ្មនេះឲ្យពុកមិនតន់សំណានទេ ពុកចង់ពិនិត្យមើលពួកឯរៀនសូត្របានយ៉ាងណាទៅហើយ ពុកប្រហែលជាអស់សង្ឃឹមដោយសារតែកូនហើយមែនទេ បងប្រុសឲ្យខ្ញុំអានហើយអស់សង្ឃឹមឬយ៉ាងណាពិនិត្យរួចហើយគង់តែដឹងយើងស៊ូឯងទៅមើលគម្ពីរទី54របស់ចៅអ៊ីគឺអ្វី គឺគម្ពីរគួយមី គម្ពីរថាម៉េចខ្លះ មានហេតុកើតឡើងមានគ្រោះថ្នាក់តែសំខាន់គឺការពារសច្ចធម៌នៅក្នុងលោកឲ្យបានបើសិនជាគ្មានសច្ចធម៌ទេអ្វីៗមិនអាចទៅមុខបានទេគម្ពីរគួយមីបាននិយាយពីរបៀបរស់នៅរបស់មនុស្សនិងសារជាតិរបស់មនុស្ស គម្ពីរនេះសរសេរសម្រាប់អ្នកណា គេនិយាយថាសរសេរដើម្បីខំជឿ បានន័យថាម៉េច
មិនដឹងទេ ពុកប្រាប់អីក៏បានដែរកុំពីគួយបីគឺនិយាយពីរបៀបរស់នៅខុសជឺក៏បាននិយាយដែរមនុស្សយើងរស់ក្នុងលោកបើសិនជាគ្មានសច្ចធម៌គឺរស់គ្មានដីឬគួយបីគឺនិយាយពីបញ្ជូនប្អូនស្រីគាត់ទៅកាន់គ្រួសារប្អូនស្រីគឺនិយាយពីច្បាប់រស់នៅក្នុងគ្រួសារនីមួយៗបើថាកាន់ទុកបែកគ្នាប្តីប្រពន្ធ3ឆ្នាំវាហាក់ដូចជាមិនសមហេតុសមផលហើយក៏មិនមែនជាព្រះតម្រេះរបស់ព្រះជាអង្គណាដែរប៉ុន្តែពុកការកាន់ទុក3ឆ្នាំក៏ជាច្បាប់ទម្លាប់របស់ខុងជឺកំណត់មកដែរលើកងងណាស់ខុងជឺមានដែរនិយាយពាក្យនេះឯណារឿងរបស់ទីងអ៊ីវនេះគឺចេញពីប្រវត្តិព្រះរាជាជីងគេក៏ហៅថាទីងជៀននៅក្នុងរឿងនេះចង់និយាយថាពុកម៉ែទៅមនុស្សប្រុសគឺស្ថិតនៅក្នុងសភាពស្មុគស្មាញលំបាកពេលនោះប្រជាជាតិជីងលីវអ៊ីទៅកាន់សមរភូមិដោយពាក់អាវកាន់ទុកហើយក៏មិនមានការតបអាហារប្តីប្រពន្ធក៏មិនដែលបែកគ្នាគឺមកពីយើងចំនួនក្រោយល្ងងយល់ច្រឡំអត្តន័យពិតរបស់មនុស្សចំនួនដើមបានជាធ្វើបាបមនុស្សលោកយ៉ាងនេះ ការយល់ឃើញរបស់ពុកខ្ញុំទើបតែបានលើកជាលើកទី1ទេ ពុកបានន័យថាអកតញ្ញូមានរឿង3បើគ្មានកូនជារឿងធំពាក្យបុរាណចាស់គឺសំហេតុសំផលណាស់កាលម្ដាយឯងទាំងពីរនៅរស់គាត់តែងតែចង់បានពរចៅប៉ុន្តែម្ដាយពួកឯងស្លាប់2ឆ្នាំទៅហើយមិនទាន់មានចៅម្នាក់និយាយពីរឿងកតញ្ញូអីទៀតទៅនិយាយរឿងជួបជុំគ្រួសាររបៀបណាទៀត ពុក មិនបាច់ឆ្ងល់យប់នេះពួកឯងទាំងពីរទៅដេកនៅក្នុងបន្ទប់រៀងៗខ្លួនបើអ្នកណាថាអីនោះពុកជាអ្នកទទួលខុសត្រូវ ពុកលោកពុក សឺអីអ្នកមីងអ្នកមីងចង់ធ្វើអីនឹងអ្នកមីងទៅដេកនៅបន្ទប់ខ្លួនឯងទៅគឺអ្នកបងមិនចង់ខ្ញុំដេកជាមួយមែនទេខ្ញុំនៅម្នាក់ឯងខ្ញុំខ្លាចណាស់មានគេកំដរហើយអ្នកមីង អាយ៉ាចូលមកឲ្យឆាប់ឡើងអ្នកមីងខ្ញុំដេកម្នាក់ឯងខ្ញុំខ្លាចណាស់អ្នកណាឲ្យឯងដេកម្នាក់ឯងបងសំឡាញ់បងមកធ្វើអីទីនេះ បងមកគឺព្រោះតែមើលអូន ខ្ញុំណាត់ពេលសម្រាប់ហើយ បានចង់បងទៅវិញហើយ ណែបងទៅណាវិញ អូនសួរបងថាបងមកធ្វើអីបងមិនដឹងថាឆ្លើយយ៉ាងណាទេអញ្ចឹងបងនៅទីនេះធ្វើអីទៀតមានតែចាក់ចេញពីទីនេះល្អជាង បងមិនចេះប្រើពាក្យឲ្យបានល្អជាងនេះទេ អ្នកប្រុសវីវ៉ូហើយ មានការអីហ្នឹង អំបាញ់មិញគ្រួសារឈិនឲ្យគេមកប្រាំថា ប្រាំថាម៉េច កាលពីថ្ងៃអ្នកនាងធំសម្រាប់ខ្លួនមកទៅហើយ ថាម៉េច នេះគឺជាសមុទ្រដែលគេផ្ញើមកជូនគឺអ្នកនាងធំសរសេរមុនពេលស្លាប់ នេះគឺបោកពីខ្ញុំនាងមិនចង់ទៅវិញគឺខ្ញុំទេជាអ្នកបង្ខំឲ្យនាងទៅវិញ លោកម្ចាស់ច្រើនលើកហើយអ្នកស្រីចង់ទទួលអ្នកនាងធំមកវិញប៉ុន្តែគ្រួសារឈិនមិនព្រមរឿងនេះមិនអាចបន្ទោសលោកម្ចាស់និងអ្នកស្រីបានទេ បងស្អីពេលនៅរស់មិនអាចមកវិញបានពេលស្រាប់ទៅមិនចង់ខ្លាចជាខ្មៅគ្រួសារចិនគឺគាត់ចង់មកចុះសពនៅក្បែរម៉ែសម្រាប់មនុស្សទៅសងជីវិតគ្រួសារចិនបង្ខំមនុស្សឲ្យស្លាប់ឥឡូវនេះខ្ញុំទៅរកពួកគេដើម្បីឲ្យពួកគេសងជីវិត ចៅគូកុំបកករឿងទៀតនេះគឺមកពីបោស្រីធំត្រូវបង្ខំចិត្តសម្រាប់ខ្លួនគឺព្រោះតែច្បាប់ទម្លាប់ជាអ្នកបង្ខំគាត់បើថាគ្រូសាឈិតបង្ខំតើមានផោះតាងទេ អញ្ចឹងពួកយើងសុកចិត្តនៅស្ងៀមធ្វើជាមិនដឹងមិនលឺហ៎ទោះជាពួកយើងមិនឲ្យគេសងជីវិតក៏ពួកយើងទៅយកសពបងស្រីមកបញ្ចុះនៅក្បែរម៉ែដែរ ស៊ូ
ធ្វើយ៉ាងនេះមិនសមច្បាប់ទម្លាប់គ្រួសារឈិនគេមិនសុខចិត្តទេ ក្រែងកន្លងមកពុកមិនពេញចិត្តនឹងច្បាប់ទម្លាប់ទាំងនេះមែនទេម្យ៉ាងទៀតគ្រួសារឈិនខ្វះការគួរសមមុនយើងក៏មិនចាំបាច់គោរពតាមច្បាប់ទម្លាប់ទាំងនេះដែរ ស៊ូស៊ឺរឿងនេះបើសិនជាលឺដល់រាជការវាអាចប៉ះពាល់ដល់បងប្អូនឯងទាំងពីរ ពុករឿងដែលមិនសមហេតុផលយ៉ាងនេះទោះជាលឺដល់រាជការក៏ខ្ញុំសុខចិត្តធ្វើឲ្យខុសច្បាប់ទម្លាប់ទាំងនេះដែរលបងស៊ឺមិនចាំបាច់លបងចេញមកទេទោះខ្ញុំទៅយកសាកសពអ្នកនាងធំត្រឡប់មកវិញឆាគូស៊ូឆាតើយើង កុំបង្ខំណាចំសិនអាចចង់ធ្វើអីពួកឯងមកធ្វើអី មកយកសពអ្នកនាងស៊ូត្រឡប់ទៅវិញ ពួកឯងចង់ប្លន់មនុស្សទាំងថ្ងៃត្បើនេះមែនទេ មិនត្រឹមតែប្លន់ទេថែមទាំងឲ្យឯងសងជីវិតទៀត អ្នកណាហ៊ានចូលមកໄວឲ្យស្លាប់ទៅ អូយវាខ្លាំងណាស់កុំចង់អ្នកសៀង ឯង ថយចេញ ឯង ថយចេញ អូយយើងចាំមកជួយគ្នា ជួយគ្នាលើឡា1 2 3លោកសួរគ្រូសាឈិនមកប្តឹងថាអ្នកទាំងអស់គ្នាទៅបែកគ្នាឲ្យដណ្ដើមយកសាកសព លោកកាត់ទោសតាមច្បាប់ទៅចុះ មិនបែបចឹងទេអ្នកណាក៏ដឹងដែរថាកូនប្រុសទាំងពីររបស់លោកជាអនាគតអបរាជអ្នកណាហ៊ានប៉ះពាល់ទៅ លោកនិយាយនេះបានន័យថាគ្រូសាស៊ូធ្វើបាបគេព្រោះតែអំណាចមែនទេសូមជើញអង្គុយឲ្យកូនគ្រួសារស៊ូយើងទាំង3គឺជាអ្នករៀនសូត្រជ្រៅជ្រះបើនិយាយពីអំណាចគឺមិនធំដូចជាគ្រួសារឈិនទេ អត់ទេសូមលោកចាំស្ដាប់ខ្ញុំនិយាយចប់សិនខ្ញុំយល់ថារឿងនេះមិនបាច់ធ្វើឲ្យវែងឆ្ងាយទេព្រោះបើសិនជាលឺដល់រាជការអាចធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់អ្នកប្រុសទាំងពីរ អរគុណលោកម្ចាស់ជួយគិតគូរវែងឆ្ងាយយ៉ាងនេះ ធម្មតាទេខ្ញុំក៏បាននិយាយជាមួយនឹងគ្រួសារឈិនដែរបើសិនជារឿងនេះវែងឆ្ងាយគឺប៉ះពាល់ទាំងសងខាងចំណែកលោកម្ចាស់ឈិនមានឋានៈជាអ្វីបើសិនជាត្រូវគេចោទថាសម្លាប់កុំប្រសាខ្លួនឯងនោះក៏មិនពិរោះស្ដាប់ដែរហេតុដូច្នេះហើយខ្ញុំជាអ្នកសម្រុះសម្រួលអ្នកទាំងអស់គ្នាកុំប្តឹងគ្រួសារត្រកូលឈិនបង្ខំមនុស្សឲ្យស្លាប់អីគ្រួសារឈិនក៏មិនចង់ប្តឹងអ្នកទាំងអស់គ្នាថាយកសាកសពមកវិញដែររឿងនេះត្រូវបញ្ចប់ត្រឹមហ្នឹងកូនស្រីរបស់លោកអាចបញ្ចុះនៅក្នុងគ្រួសារត្រកូលស៊ូបានលោកយល់យ៉ាងម៉េចដែរ នោះទុកថាធ្វើបាបកូនស្រីខ្ញុំទៅចុះ បានបើលោកយល់ព្រមនឹងខ្ញុំយ៉ាងនេះទៅហើយខ្ញុំនឹងសរសេរសារកាត់ក្តីដើម្បីបញ្ចប់រឿងនេះតែម្ដងក៏ប៉ុន្តែ យ៉ាងម៉េច ឆៅគូទៅបីអ្នកបម្រើគ្រួសារឈិនមានរបួសមានពិការប្រហែលជាមានការវែងឆ្ងាយប៉ុន្តែគ្មានតាក់ទងដល់អ្នកប្រុសទាំងពីរទេ អ្នកបម្រើគ្រួសារឈិនយើងខឹងស្ទើរតែចង់ប្រលះស្បែកពួកគេទៅហើយពួកគេមិនស្លាប់ជាសម្ដាលល្អរបស់ពួកគេទេ លោកសួរឥឡូវចេះចុះឲ្យឆៅគូកិច្ចខ្លួនពី3ថ្ងៃ